សួស្តីបងប្អូននេះគឺជាវីដេអូថ្មីទៀតអំពីត្រីក្រំស្ដាប់ទៅដូចជាបងប្អូនកំពុងតែត្រៀមនឹងចែករំលែកនៅចំណេះដឹងឬបង្ហាញពីភាពស្រស់ស្អាតនៃត្រីក្រំដើម្បីចែកជូនបងប្អូនទស្សនាកំសាន្តអញ្ចឹងត្រីក្រំគឺជាប្រភេទត្រីដែលមានពណ៌ឆើតឆាយនិងមានអត្តពលិកចរិតមាំមួនកូនខ្មែរភាគច្រើនចូលចិត្តចិញ្ចឹមនិងលេងជលត្រីក្រំសម្រាប់ជាការកម្សាន្តក៏ដូចជាសម្រាប់លក្ខណៈបច្ចេកទេសផ្សេងក្នុងការជលលេងជាដើមដើម្បីឲ្យបងប្អូនកាន់តែមានការចាប់អារម្មណ៍កាន់តែទាក់ទាញបងប្អូនអាចផ្ដោតលើចំណុចដូចខាងក្រោមការបង្ហាញពីពណ៌ត្រីក្រំនិងរូបរាងនៅក្នុងកែវដែលបងប្អូនបានក៏ដូចជាកំពុងទស្សនានេះតើបងប្អូនស្រឡាញ់ចូលចិត្តដែរឬទេសូមបងប្អូនជួយ Subscribe ម្នាក់មួយផងដើម្បីខ្ញុំមានទឹកចិត្តចែករំលែកក៏ដូចជាកម្លាំងចិត្តថែត្រីក្រំបន្ថែមទៀតចែកជូនបងប្អូនទស្សនាលេងកម្សាន្តការបង្ហាញពីពណ៌និងរូបរាងត្រីក្រំឃើញថាមានសុខភាពល្អនិងរូបរាងក៏ដូចជាការរហ័សរហួននៅក្នុងកែវដើម្បីអួតគ្នាជាធម្មតាត្រីក្រំនៅក្នុងកែវរមែងគឺយើងមានការថែទាំក៏ដូចជាការផ្លាស់ប្ដូរទឹកចំណីជាញឹកញាប់ដើម្បីឲ្យសីតុណ្ហភាពទឹកនិងចំណីក៏ដូចជាធ្វើឲ្យត្រីក្រំមានសុខភាពល្អផងដែរគេបានជ្រើសរើសពូជនិងបច្ចេកទេសជាច្រើនដើម្បីបង្កើតត្រីក្រំប៉ុន្តែខ្ញុំនេះគឺជាកូនបង្កាត់ត្រីក្រំរបស់ខ្ញុំបានបង្កាត់មកផ្ទាល់ដោយដៃដោយខ្លួនឯងផ្ទាល់នឹងត្រីក្រំនិយាយរួមគឺថាត្រីក្រំកូនសម្បុករបស់ខ្មែរយើងបង្កាត់នៅស្រុកខ្មែរចំណែកឯបច្ចេកទេសនិងការបង្កាត់ពូជយើងមើលថាមេបាហ្នឹងមានសុខភាពល្អអត់និងមានភាពរហ័សរហួនល្អអត់នឹងអាចយកទៅបង្កាត់បានអត់បច្ចេកទេសបង្កាត់ពូជមានផ្សេងគ្នាប៉ុន្តែខ្ញុំអត់សូវចេះប្រហែលទេគ្រាន់តែនេះគ្រាន់តែជាការចែកវីដេអូបងប្អូនទស្សនាលេងកម្សាន្តបើសិនបើបងប្អូនចូលចិត្តក៏ចូលទស្សនាហើយនឹងជួយឲ្យកម្លាំងចិត្តចុចមេដៃនិងចុច Subscribe នៅរូបកណ្ដឹងដើម្បីចែកជូនបងប្អូននឹងមានវីដេអូថ្មីចែកជូនបងប្អូនទស្សនាលេងកម្សាន្តទៀតសម្រាប់ត្រីក្រំនេះគឺជាត្រីក្រំប្រភេទត្រីក្រំព្រៃប៉ុន្តែយើងយកមកបង្កាត់ត្រីអានោះ Embellis ហើយនឹងត្រីក្រំព្រៃអានោះម៉ាឡេត្រីក្រំម៉ាឡេដែរប៉ុន្តែបង្កាត់មួយមេព្រៃដែរធំស្អាតបារជុលវិញគឺខ្លាំងមកបងប្អូនឃើញនៅក្នុងកែវអ៊ូដាក់គ្នាឃើញគឺថាកម្លាំងខ្លាំងល្អមក